ធ្វើការរត់តែលុយសោះដឹងថាខ្លួនឯងពាក់ព័ន្ធនឹងលុយខ្មៅតាំងពីកាលដឹងខ្លួនបេះសាឡាត់សុកបេះកានីសុកនោះសាប់បកងធនាគារត្រូវបានបិទរឿងនេះមិនលេងសើចទេបងប្អូនមិនថាជនជាតិខ្មែរយើងជនជាតិដទៃដែលរស់នៅកូរ៉េសុកសាប់បធនាគារបិទកងធនាគារអូតូគេថាយើងនឹងពាក់ព័ន្ធមួយលុយខ្មៅហើយមិនត្រូវមកដោះស្រាយបបាក់ទេត្រូវប៉ូលីសសួរនាំត្រូវធនាគារគេសួរនាំហើយត្រូវមានផោះតាំងឲ្យគេទៀតមូលហេតុនោះគឺយកកងធនាគារឲ្យគេប្រើអ្នកស្គាល់គ្នាអ្នកគ្នានៅកូរ៉េមិនបាច់ទុកចិត្តពីណាគេពេកទេអ្នកសុទ្ធតែមានកងរៀងខ្លួនហើយមិនបាច់ចិត្តល្អរហូតដល់មានបញ្ហាផ្ទាល់ខ្លួនទេព្រោះយើងអត់ដឹងថានៅកូរ៉េនេះគឺមានមនុស្សអាក្រក់មនុស្សល្អដូចតែគ្នានៅខ្មែរអញ្ចឹងអ្នកខ្លះរកស៊ីមុខរបរគួរឲ្យខ្លាចទេអ្នកគ្នាខ្មែរយើងខ្ញុំអត់ហ៊ាននិយាយប៉ះពាល់ច្រើនទេប៉ុន្តែអ្នកនៅកូរ៉េយូរគឺដឹងហើយថាអ្នកខ្លះគឺសាហាវយូរទៅពលករយើងគេដឹងហើយនិយាយថាច្បាប់ប្រទេសកូរ៉េគឺគ្រាន់តែមាន ID card មួយស្លឹកតាក់ញ៉ាំបានយើងមួយស្លឹកហ្នឹងគេដឹងព័ត៌មានយើងគ្រប់បែបយ៉ាងចេញពីច្បាប់កូរ៉េមិនថាចេញពីក្រសួងណាអីណាគឺពាក់ព័ន្ធអស់គេក៏ឆែក ID card អ្នកគ្នាគេដឹងទាំងគ្នាពីប្រវត្តិរូបពីអីទាំងអស់គេដឹងហើយថាចំណូលយើងមួយខែចេញពីក្រុមហ៊ុនណាឈ្មោះអីគឺដឹងអញ្ចឹងនៅពេលដែលលុយអ្នកគ្នាចូលដោយអត់មានមូលហេតុលុយហ្នឹងគឺលុយដែលវាទៅវាមកដែលអត់មានប្រភពច្បាស់លាស់ហើយច្រើនទៀតមិនមែនជាលុយផ្ទាល់ខ្លួនរបស់យើងគឺដឹងហើយថានៅកូរ៉េប្រព័ន្ធចាប់រឿងអញ្ចឹងគឺខ្លាំងណាស់អញ្ចឹងដើម្បីសុវត្ថិភាពអ្នកគ្នាបើសិនជាសុកឃើញលុយពីណាដែលអត់មានប្រភពច្បាស់លាស់វាចូលកងយើងដាច់ខាតត្រូវតែតាក់ទងទៅធនាគារអ្នកគ្នាប្រើហាន់ណាតាក់ទងទៅហាន់ណាប្រើធនាគារឆាន់ពុកគឺទៅឆាន់ពុកស៊ីនហាន់គឺទៅស៊ីនហាន់ធនាគារដែលយើងប្រើហ្នឹងគឺវាប្រាប់ថាលុយដែលចូលមកកងយើងហ្នឹងគឺយើងអត់ស្គាល់ទេអត់មានប្រភពច្បាស់លាស់សុកលូតចូលកងយើងមិនមែនលុយចូលកងហើយយើងសប្បាយដេកអត់មកកបានលុយ1លានវ៉ុន2លានវ៉ុនហ្នឹង$1000-2000អ្នកគ្នាសប្បាយព្រោះមិនមែនលុយយើងទេប្រយ័ត្នសុកមានបញ្ហាព្រោះមិនមែនលុយយើងទេត្រូវឌីកាហ្នឹងស្មើនឹងយើងខុបខិតហើយអាហ្នឹងយើងអត់សូវស្គាល់គេសុំផ្ញើលុយទៅខ្មែរយើងមានកម្មវិធីវាលុយទៅខ្មែរត្រូវអត់សាកសុកព័ន្ធចង់និយាយថា app ខ្ញុំវា error អញ្ចឹងទៅតាក់ទងទៅក្រុមហ៊ុនអត់បានអញ្ចឹងទៅបើឲ្យជួយផ្ញើទៅខ្មែរខ្ញុំ$5000 $3000ខ្ញុំវាជាលុយកូរ៉េបងឯងវិញដាច់ខាតមិនបាច់ទេអ្នកគ្នាសុទ្ធតែមានកម្មវិធីវាដូចគ្នាទេបើថាអ្នករឿងចិត្តដិតឬក៏អ្នកគ្នារស់នៅមួយគ្នាណាខ្ញុំមិនដឹងទេជួយឬក៏ជួយរឿងអ្នកគ្នាប៉ុន្តែបើត្រូវអ្នកយើងដើរជួបតាមផ្លូវហើយនិយាយបែបហ្នឹងពឹងទៅអីខ្ញុំអត់ទេថាខ្ញុំចិត្តអាក្រក់ក៏ខ្ញុំអត់ដែរព្រោះដល់ពេលដែលមានបញ្ហាទៅមិនមែនអ្នកទាំងអស់ហ្នឹងមកចេញមុខដោះស្រាយមកខ្ញុំទេច្បាប់កូរ៉េគឺតឹងណាស់ឲ្យតែយើងគោរពតាមច្បាប់គេគឺអីខ្លះតែយើងបំពេញគឺពិបាកនឹងគេធ្វើពិបាកនឹងរួចខ្លួនខ្ញុំធ្លាប់ស្គាល់បងប្អូនខ្មែរយើងម្នាក់គេបិទកងធនាគារហើយគឺធនាគារប្រើអត់បានទេ6ខែ3ខែទៅ6ខែបានដោះស្រាយចេញហើយយើងត្រូវមានផុសតាង screenshot ចេញជាឯកសារឲ្យគេបានគេជឿហើយគេឲ្យធនាគារឆែកមើលយើងពិតជាស្មោះត្រង់មែនហើយដល់ពេលដែលគេបិទហើយប្រាក់ខែដែលតកែវាឲ្យយើងក៏វាបានដែរកងធនាគារយើងបិទហើយយើងចង់បង្កើតកងទៀតក៏អត់បានដែរអញ្ចឹងគឺវេទនាណាស់ហើយមានករណីមួយទៀតបងប្អូនមានដែលយើងមិនសូវស្គាល់នៅកូរ៉េហ្នឹងនិយាយថាយើងដែលយើងមិនសូវស្គាល់ពីប្រវត្តិគេច្បាស់គុំតែម្ដងគឺគេសួរយើងមានដុល្លារនៅខ្មែរអត់$5000 $10000បងឯងវាទៅកងនេះទៅចាំខ្ញុំឲ្យជាលុយវ៉ុនបងនៅកូរ៉េនេះវិញហើយខ្ញុំឲ្យអត្រាប្ដូរប្រាក់ហ្នឹងគឺល្អជាងខ្ញុំដូរក្នុងធនាគារទៀត$1000លើខ្វះគ្នា3-40000វ៉ុនណាគ្នាអាហ្នឹងក៏ជាហានិភ័យដែរបើសិនជាគេត្រូវការដុល្លារនៅខ្មែរមែនណាគេផ្ញើទៅលួនគេហើយម្នាក់សុទ្ធតែមានកម្មវិធីវាលុយកម្មវិធីអាការប្ដូរប្រាក់គឺនៅកូរ៉េគឺដឹងហើយកុំជឿចាញ់បោកគេផ្ដេសផ្ដាស់វាមិនទាំងអស់ទេប៉ុន្តែខ្ញុំឲ្យប្រយ័ត្នបើសិនជាយើងធ្វើករណីហ្នឹងមួយយើងប្រយ័ត្នទៅស្គាល់គេឲ្យច្បាស់ឬក៏និយាយទៅឲ្យដឹងគេពីប្រវត្តិគេខ្លះទៅព្រោះអ្នកខ្លះក្នុងបណ្ដាញសង្គមក្នុងអីហ្នឹងវាមើលទៅវាល្អអ្នកគ្នាវាមានចំណុចណាដែលយើងគួរសង្ស័យប៉ុន្តែអ្នកខ្លះធៀបពិតកំពុងតែរស់ស៊ីអញ្ចឹងហើយមិនអត់ទេខ្មែរយើងក៏មានដែររស់ស៊ីអញ្ចឹងគាត់ថាវាមានតិចមានច្រើនអានេះខ្ញុំអត់ហ៊ាននិយាយទេគាត់ថាខ្ញុំចង់ឲ្យគ្នាវីដេអូហ្នឹងខ្ញុំចង់ឲ្យគ្នាប្រយ័ត្នកុំឲ្យមានបញ្ហាព្រោះតែយើងមានបញ្ហាវាមិនស្រួលដោះស្រាយទេនៅកូរ៉េនេះស្អីត្រូវមានផុសតាងទាំងអស់